เรื่องแปรอาทิตย์แปรจันทร์หนึ่งยักษ์ใหม่កាលពីយូរយារណាស់មកហើយមុនពេលដែលមនុស្សលើផែនដីនេះចេះសរសេរនិងអានពិភពលោកស្ថិតនៅក្រោមអំណាចនៃភាពងងឹតដ៏គ្រោះថ្នាក់មួយនៅជម្រៅកណ្ដុងព្រៃជ្រៅនិងលើភ្នំខ្ពស់ៗមានយក្សមួយឈ្មោះមហាខ្មៅដែលមានថាមពលអាចលេបតម្កល់ពន្លឺទាំងអស់បានយក្សនេះស៊ីពន្លឺជាអាហារហើយធ្វើឲ្យផែនដីស្ថិតក្នុងភាពងងឹតជារៀងរហូតមនុស្សសត្វនិងរុក្ខជាតិរស់នៅក្នុងសេចក្តីភ័យខ្លាចព្រោះគ្មានថ្ងៃគ្មានយប់គ្មានពេលវេលាគ្មានការប្រែប្រួលអ្វីឡើយពួកគេបានអធិស្ឋានទៅកាន់ព្រះអាទិត្យនិងព្រះច័ន្ទដែលនៅជាយថាហេតុនៃឯមេឃសូមឲ្យពស់ទ្រង់ជួយព្រះអាទិត្យដែលមានចិត្តករុណាបានសម្រេចចាត់ចុះមកផែនដីដើម្បីប្រជល់យក្សមហាខ្មៅព្រះអាទិត្យភ្លឺថ្លាលើសពីធម្មជាតិប៉ុន្តែយក្សមហាខ្មៅមានថាមពលអាចបូមពន្លឺបានពេលព្រះអាទិត្យបញ្ចេញពន្លឺយក្សមហាខ្មៅក៏បូមយកពន្លឺនោះទាំងអស់ធ្វើឲ្យភាពងងឹតកាន់តែខ្លាំងឡើងព្រះច័ន្ទដែលឃើញដូច្នោះក៏បានលោតចុះមកជួយព្រះអាទិត្យព្រះច័ន្ទមានពន្លឺទន់ភ្លន់ត្រជាក់និងមិនឆេះដោយព្រះអាទិត្យទេព្រះច័ន្ទបានលែងពន្លឺទន់ៗរបស់ខ្លួនហើយយក្សមហាខ្មៅក៏ព្យាយាមបូមពន្លឺនោះដែរប៉ុន្តែពន្លឺព្រះច័ន្ទមិនឆេះឆាប់ហើយធ្វើឲ្យយក្សមហាខ្មៅមានអារម្មណ៍ត្រជាក់ស្រទ្របហើយចាប់ផ្ដើមខ្ជិលច្រអូសព្រះអាទិត្យបានឃើញឱកាសនេះក៏បញ្ចេញពន្លឺខ្លាំងម្ដងទៀតប៉ុន្តែលើកនេះគឺផ្សំជាមួយនឹងកម្ដៅភ្លើងដែលព្រះច័ន្ទបានបង្កើតឡើងពីភាពត្រជាក់ធ្វើឲ្យយក្សមហាខ្មៅធ្វើចលនាយឺតហើយពន្លឺដ៏ខ្លាំងក្លារបស់ព្រះអាទិត្យក៏បានផ្ទុះឡើងរុញច្រានយក្សមហាខ្មៅឲ្យឃ្លាតឆ្ងាយពីផែនដីយក្សមហាខ្មៅត្រូវបានគេរុញច្រានទៅឆ្ងាយប៉ុន្តែថាមពលរបស់វានៅតែមានវាព្យាយាមត្រឡប់មកលេបពន្លឺម្ដងទៀតពេលនោះព្រះអាទិត្យនិងព្រះច័ន្ទក៏បានសម្រេចចិត្តធ្វើដំណើរជីវិតព្រះអាទិត្យនឹងភ្លឺនៅពេលថ្ងៃដោយបញ្ចេញពន្លឺខ្លាំងដើម្បីការពារមនុស្សលើផែនដីព្រះច័ន្ទនឹងភ្លឺនៅពេលយប់ដោយបញ្ចេញពន្លឺទន់ៗដើម្បីឲ្យយក្សមហាខ្មៅមិនអាចបូមពន្លឺបានច្រើនពេកពួកគេផ្លាស់ប្ដូរគ្នារៀងរាល់ពេលដើម្បីថាមពលរបស់យក្សមហាខ្មៅនឹងមិនអាចគ្រប់គ្រងពិភពលោកបានពេលខ្លះនៅពេលដែលព្រះច័ន្ទព្យាយាមប្រឆាំងនឹងយក្សមហាខ្មៅពន្លឺរបស់ព្រះច័ន្ទកាន់តែភ្លឺខ្លាំងខែពេញបូរមីហើយពេលខ្លះទៀតព្រះច័ន្ទត្រូវយក្សមហាខ្មៅលេបពន្លឺខ្លះខែខ្វះត្រង់អត្ថន័យរឿងនេះពន្យល់ពីប្រភពនៃថ្ងៃនិងយប់និងតម្រាផ្លាស់ប្ដូររាងខែវាក៏បង្រៀនថាការរួមគ្នានៃពន្លឺពីរប្រភេទខ្លាំងយើតុនអាចយកឈ្នះលើភាពងងឹតបានការផ្លាស់ប្ដូរគ្នាធ្វើការអាចរក្សាតុល្យភាពក្នុងជីវិតបានភាពងងឹតមិនអាចយកឈ្នះពន្លឺបានទាំងស្រុងវាគ្រាន់តែជាផ្នែកមួយនៃវដ្តធម្មជាតិប៉ុណ្ណោះរឿងព្រេងនេះត្រូវបានគេនិទានតាំងពីជំនាន់ដូនតាមកដើម្បីរំលឹកដល់កូនចៅអំពីសារៈសំខាន់នៃការរួមគ្នានិងការតស៊ូប្រឆាំងនឹងឧបសគ្គ